មហាសង្ក្រាន្តឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2569គ្រិស្តសករាជ2025មហាសករាជ1947ចលសករាជ1387សុភមស្តុវរៈមង្គលាចរិយតិរិកៈព្រះពុទ្ធសករាជព្រះសាសនាអតកន្តាកន្លងទៅបាន2568ត្រឹមថ្ងៃអាទិត្យ15កើតខែពិសាខលុះដល់ថ្ងៃច័ន្ទ1រោចខែពិសាខឆ្នាំម្សាញ់សព្វស័កតទៅចូលពុទ្ធសករាជ2569និងកណនីឆ្នាំម្សាញ់ឥឡូវនេះសង្ក្រាន្តចូលនៅថ្ងៃច័ន្ទ2រោចខែចែកត្រូវថ្ងៃទី14មេសាគឺគ្រិស្តសករាជ2025វេលាម៉ោង 4:48 នាទីទៀបភ្លឺពេលនោះព្រះអាទិត្យចេញពីមនៈរិស័យដែលស្ថិតនៅឯមេសារិស័យតាមកន្លងគោវិថីគឺផ្លូវកណ្ដាលមានទេវធីតាមួយអង្គជាមគ្គនាយិកាព្រះនាមគោរកៈទេវីជារាជបុត្រីទី2នៃកបិលមហាព្រហ្មទ្រង់គង់នៅចាតុមហារាជការទ្រង់អំពើពណ៌លឿងលម្អនៅប្រកាយដោយសៀតផ្កាអង្គាបោះអភរណៈកៅមុតាភះសាហាទ្រង់តេឡាំងបាទអញ្ចឹងចង់បញ្ជាក់ត្រង់នេះបន្តិចថាទេវតាឆ្នាំនេះទ្រង់សោយប្រេងបាទហើយប្រេងនេះនៅក្នុងសភៅមហាសង្ក្រាន្តនេះมันបានបញ្ជាក់ថាជាប្រេងអ្វីទេអញ្ចឹងយើងអាចថ្វាយជាប្រេងល្ងឬក៏ប្រេងសណ្ដែកអីតាមការគួរចោះអ្វីដែលអាចហូបបានបាទព្រះហស្ថស្ដាមទ្រង់ប្រខ័ណ្ឌព្រះហស្ថឆ្វេងទ្រង់ឈើច្រត់ទ្រង់គង់ផ្ទុំបិទព្រះនេត្រលើខ្នងស្ដេចព្យាកៈជាសក្លាជាយានពាហនៈទើបនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដ្ឋហោះទៅកាន់គុហាកៅធម្មមេលីនាភ្នំកៃឡាសខេត្តហម្មពានជាទីតម្កល់ទុកនៅព្រះសិរសាកបិលមហាព្រហ្មដែលតម្កល់លើពានមាសនាំមកដង្ហែប្រទក្សិណភ្នំសុមេរុតាមផ្លូវព្រះអាទិត្យចរចំនួន60នាទីទើបនាំទៅតម្កល់ទុកនៅកន្លែងដើមវិញហើយប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដ្ឋចូលទៅស្រង់ទឹកអនោតមហាស្រះដែលហូរចេញពីបំពង់ថ្មកែវដែលជាមាត់គោឧសភរិយទាំង7ត្រជាក់ខ្សែមខ្សានព្រះរាជហឫទ័យហើយនាំគ្នាចូលទៅសមាទានសិលដោយសោមនស្សរីករាយគ្រប់អង្គនៅក្នុងភគវតីសភាសាលាដែលវិសកម្មទេវបុត្រនិមិត្តថ្វាយដើម្បីបន្តបងនៅអបមង្គលឲ្យជ្រះស្រឡះហើយចម្រើននៅសិរីសួស្តីជ័យមង្គលជនមាយុយឺនយូរដល់ទេវតានិងមនុស្សសត្វទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះចូលបានទូលំទូលាយសុខសែមសានតរៀងទៅថ្ងៃច័ន្ទ2រោចខែចែកត្រូវថ្ងៃទី14មេសា2025វេលាម៉ោង 4:48 នាទីទៀបភ្លឺជាថ្ងៃចូលឆ្នាំវរៈមហាសង្ក្រាន្តថ្ងៃអង្គារ3រោចខែចែកត្រូវថ្ងៃទី15មេសាគ្រិស្តសករាជ2025ជាវរៈវណ្ណបត្តិថ្ងៃពុធ4រោចខែចែកត្រូវថ្ងៃទី16មេសាគ្រិស្តសករាជ2025វេលាម៉ោង 8:20 នាទី36វិនាទីជាវរៈលង្ស័កគម្រប់ជាសង្ក្រាន្ត3ថ្ងៃស្រេចបរិបូរចូលជាសកលឆ្នាំម្សាញ់សព្វស័កមហាសករាជ1947ចលសករាជ1387តទៅនៅក្នុងឱកាសសង្ក្រាន្តទាំង3ថ្ងៃសូមប្រជាពលរដ្ឋប្រុសស្រីទាំងឡាយរៀបចំពលិកាគ្រឿងសក្ការៈបូជាអុជប្រទីបជ្វាលាថ្វាយព្រះរតនត្រ័យនិងទទួលស្វាគមន៍ទេវបុត្រទេវធីតាឆ្នាំថ្មីដែលខំលះបង់ចិត្តអាក្រក់អន្តរថ័យជាចិត្តអប្រិយជាប់គុំគំនុំគុំគួនព្យាបាទឆ្នាំនេះដែលកើតមានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អប្រកបដោយមេត្តាករុណាមុទិតាឧបេក្ខានិងបញ្ញាធ្វើបុណ្យទានតាមប្រពៃណីរក្សាសិល5ឲ្យជាប់ជានិច្ចនោះទេវតានឹងឲ្យពរសព្វសាធុការលោកអ្នកនឹងមានសិរីសួស្តីសុភមង្គលវិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅបាទចំណែករំដាប់ទេវតានៅឆ្នាំនេះបាទរំដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងមកត្រូវរៀបរៀនទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលិកាផ្សេងត្រូវរៀបចំក្រាលសម្ពុតសសម្ពុតតាមអំពរទេវធីតាក៏បាន
ហើយរៀបចំនៅគ្រឿងសក្ការៈបូជាទេវធីតាមានជាអាចបាយសី9ថ្នាក់1គូបាយសី7ថ្នាក់1គូបាយសី5ថ្នាក់1គូបាយសី3ថ្នាក់1គូបាយសីបច្ឆា1គូស្លាធម1គូទឹកអប់1គូទៀន5ធូប5ផ្កា5ដាក់លើជើងពៀន1គូចេកនួនណាំវ៉ាដាក់លើជើងពៀន1គូផ្លែឈើ11មុខរៀបដាក់ជើងពៀន11គូដូងឡៅ1គូទឹកស្អាត2កែវស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមកត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្ការព្រះរតនត្រ័យសមាទានសិលហើយតាំងចិត្តឲ្យស្អាតបរិសុទ្ធជ្រះស្រឡះនៅមន្ទិលទាំងពួងតម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកលុះដល់ចប់ពិធីទទួលទេវតានៅខាងដើមរៀនគួរមានខ្លះមួយបាំងផងនៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយលើជើងពៀននិងលើបាយសីត្រូវដោតទៀនដុតបំភ្លឺបាទនេះគឺជារណ្ដាប់ទទួលទេវតាសម្រាប់ជាផ្លូវការបាទចំណាយប្រជាពលរដ្ឋនៅតាមស្រុកភូមិយើងអាចរៀបចំតាមធនធានរបស់យើងចុះហើយទេវតាព្រះអង្គឆ្នាំនេះគឺទេវធីតាទ្រង់សោយបាទបាលីថាតេឡាំងគឺប្រេងបាទប្រេងនោះมันបានបញ្ជាក់ក្នុងសភៅมันបានបញ្ជាក់ថាជាប្រេងអ្វីប៉ុន្តែយើងអាចប្រើជាប្រេងសណ្ដែកឬក៏ប្រេងល្ងឲ្យបានបាទសូមជូនពរពុកម៉ែបងប្អូនទាំងអស់ជួបតែសេចក្តីសុខចម្រើនហើយកុំភ្លេចរក្សានៅសិល5ជាប់ជាប្រចាំដើម្បីទទួលបានសុខសុភមង្គលតរៀងទៅបាន 2500